តើនឹងមានរឿងអ្វីកើតឡើងចំពោះពិភពលោកក៏ដូចជាសេដ្ឋកិច្ចនៅក្នុងហោប៉ៅរបស់យើងផ្ទាល់ប្រសិនបើតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហក់ឡើងដល់កំណត់ត្រាប្រវត្តិសាស្ត្រគឺ$200ក្នុង1បារ៉ែលវាលែងជារឿងលេងសើចឬគ្រាន់តែជាការគិតស្រមៃទៀតហើយនេះគឺជាការគំរាមកំហែងដោយចំហពីសំណាក់ប្រទេសអ៊ីរ៉ង់ដែលកំពុងធ្វើឲ្យពិភពលោកទាំងមូលក៏ដូចជាមហាអំណាចធំអង្គុយលែងជាប់នឹងកៅអីស្របពេលដែលភ្លើងសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាកំពុងតែឆេះរាលដាលយ៉ាងសន្ធោសន្ធៅស្រាប់ទៅហើយនោះជាពិសេសគឺភាពតានតឹងនៅតំបន់ច្រកសមុទ្រហូម៉ូដែលជាសរសៃឈាមសេដ្ឋកិច្ចប្រេងរបស់ពិភពលោកស្រាប់តែពេលថ្មីនេះព័ត៌មានអន្តរជាតិ TR របស់ប្រទេសរុស្ស៊ីបានទម្លាយចេញនៅសារព្រមានដ៏កក្រើកមួយពីសំណាក់មេបញ្ជាការជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីម ហ្ស៊ុលហ្វាហ្គារីអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់បានចេញមុខព្រមានចំទៅកាន់ប្រទេសជិតខាងដែលជាប្រជាជនមូស្លីមទាំងអស់ថាបើសិនមិនចង់ឲ្យប្រេងឡើងដល់$200ទេចូលរួមដៃគ្នាបញ្ឈប់សកម្មភាពរបស់លោកដូណាល់ត្រាំនិងរបបស៊ីយ៉ូនីសជាបន្ទាន់តើហេតុអ្វីបានជាអ៊ីរ៉ង់ហ៊ានយកតម្លៃប្រេងពិភពលោកមកធ្វើជាចំណុចខ្មាំងបែបនេះតើកងកម្លាំងយោធាអ៊ីរ៉ង់ពិតជាមានសមត្ថភាពអាចបិទច្រកសមុទ្រហូម៉ូបានមែនឬយ៉ាងណាហើយបើតម្លៃប្រេងឡើងដល់$200មែនតើសេដ្ឋកិច្ចពិភពលោករួមទាំងប្រទេសកម្ពុជាយើងផងនឹងត្រូវរងការវាយប្រហារធ្ងន់ធ្ងរដល់កម្រិតណាដើម្បីយល់អំពីទម្ងន់នៃការគំរាមរបស់អ៊ីរ៉ង់យើងត្រូវទៅស្គាល់ទីតាំងភូមិសាស្ត្រមួយសិននោះគឺច្រកសមុទ្រហូម៉ូប្រិយមិត្តដឹងទេច្រកសមុទ្រមួយនេះត្រូវបានអ្នកជំនាញភូមិសាស្ត្រនយោបាយចាត់ទុកថាជាបំពង់ករបស់ពិភពលោកវាគឺជាច្រកមួយដែលតភ្ជាប់រវាងឈូងសមុទ្រប៉ែកទៅកាន់ឈូងសមុទ្រអូម៉ង់និងសមុទ្រអារ៉ាប់អ្វីដែលគួរឲ្យខ្លាចនោះកន្លែងដែលតូចបំផុតរបស់ច្រកនេះគឺមានទទឹងត្រឹមតែ39គីឡូម៉ែត្រប៉ុណ្ណោះហើយកន្លងផ្លូវទឹកដែលកប៉ាល់អាចបើកបរបានដោយសុវត្ថិភាពគឺមានទំហំតែ3គីឡូម៉ែត្រទៅ3គីឡូម៉ែត្រមកតែប៉ុណ្ណោះហេតុអ្វីបានជាវាសំខាន់ម្ល៉េះជារៀងរាល់ថ្ងៃប្រេងឆៅប្រមាណជា20ទៅ21លានបារ៉ែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកតូចមួយនេះតួលេខនេះគឺស្មើជាង20%នៃការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោកប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជាចិនជប៉ុនកូរ៉េខាងត្បូងនិងឥណ្ឌាសុទ្ធតែពឹងដកដង្ហែមលើប្រេងដែលឆ្លងកាត់ច្រកសមុទ្រនេះស្ទើរតែទាំងស្រុងឥឡូវនេះតើអ្នកណាជាអ្នកគ្រប់គ្រងច្រកនេះគឺអ៊ីរ៉ង់និងអូម៉ង់ប៉ុន្តែអ៊ីរ៉ង់មានខ្សែបន្ទាត់ឆ្នេរវែងជាងគេនិងមានកងកម្លាំងជើងទឹករួមទាំងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលដាក់ពង្រាយមីស៊ីលប្រឆាំងនាវារ៉ាដានិងទូកល្បឿនលឿនរាប់រយគ្រឿងនៅតាមបណ្ដោយឆ្នេរនោះនៅពេលដែលលោកអ៊ីប្រាហ៊ីម ហ្ស៊ុលហ្វាហ្គារីនិយាយថាអ្នកចង់ឲ្យតម្លៃប្រេងហក់ឡើង$200គាត់មិនមែននិយាយលេងទេអ៊ីរ៉ង់គ្រាន់តែប្រើមីស៊ីបាញ់ពន្លិចកប៉ាល់ដឹកប្រេងខ្នាតយក្សតែ1ឬ2គ្រឿងនៅចំកណ្ដាលច្រកសមុទ្រហូម៉ូនោះវានឹងធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិបញ្ឈប់ការធានាលើការដឹកជញ្ជូនពេលនោះកប៉ាល់ទាំងអស់នឹងមិនហ៊ានបើកឆ្លងកាត់ទៀតទេការផ្គត់ផ្គង់ប្រេង20លានបារ៉ែលនៅក្នុងមួយថ្ងៃនឹងត្រូវកាត់ដាច់ភ្លាមទីផ្សារប្រេងជ្រួលច្របល់ហើយតម្លៃ$200ក្នុង1បារ៉ែលនឹងលេចឡើងចេញជារូបរាងពិតប្រាកដមែនឥឡូវយើងត្រឡប់មកមើលសាច់រឿងនយោបាយវិញហេតុអ្វីបានជានៅក្នុងសេចក្តីថ្លែងការណ៍នេះអ៊ីរ៉ង់បានផ្ដោតគោលដៅចំទៅលើលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំយើងត្រូវរំលឹកអំពីប្រវត្តិសាស្ត្របន្តិចទំនាក់ទំនងរវាងលោកដូណាល់ត្រាំនិងទីក្រុងតេអូរ៉ង់គឺប្រៀបដូចជាទឹកនិងប្រេងនៅក្នុងអាណត្តិដំបូងរបស់លោកត្រាំគឺជាប្រធានាធិបតីអាមេរិកដែលបានដើរចេញអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ2015ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្រិតអតិបរមាទៅលើអ៊ីរ៉ង់ធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ស្ទើរតែដួលរលំអ្វីដែលអ៊ីរ៉ង់មិនអាចបំភ្លេចបាននោះគឺការបញ្ជាឲ្យដ្រូនអាមេរិកលួចធ្វើឃាតមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកកាសេមស៊ូឡៃម៉ានីកាលពីដើមឆ្នាំ2020នៅពេលនេះស្ថានភាពនៅមជ្ឈមបូព៌ាបានផ្លាស់ប្ដូរសង្គ្រាមរវាងអ៊ីស្រាអែលដែលអ៊ីរ៉ង់តែងតែហៅថាជារបបស៊ីយ៉ូនីសជ
ជាមួយនឹងក្រុមប្រដាប់អាវុធដែលអ៊ីរ៉ង់គាំទ្រដូចជា Hamas នៅប៉ាឡេស្ទីន ក្រុម Hezbollah នៅលីបង់និងក្រុម Houthi នៅយេម៉ែនកំពុងស្ថិតនៅក្នុងដំណាក់កាលឆេះសន្ធោសន្ធៅបំផុតការដែលលោកអ៊ីប្រាហ៊ីម Zulfaqari បានប្រើពាក្យថាសកម្មភាពដ៏កំសាដែលធ្វើបាបមនុស្សគឺសំដៅទៅលើប្រតិបត្តិការយោធារបស់អាមេរិកនិងអ៊ីស្រាអែលដែលវាយប្រហារលើបណ្ដាញរបស់អ៊ីរ៉ង់នៅក្នុងតំបន់នេះឯងអ៊ីរ៉ង់ដឹងច្បាស់ថាប្រសិនបើលោក Donald Trump កាន់អំណាចហើយបន្តចាប់ដៃគ្នាយ៉ាងស្អិតរមួតជាមួយអ៊ីស្រាអែលដើម្បីវាយបំបាក់ឥទ្ធិពលអ៊ីរ៉ង់នោះអ៊ីរ៉ង់នឹងដល់ផ្លូវតរដូច្នេះហើយតើអ៊ីរ៉ង់មានសัญลักษณ์បៀអ្វីទៀតដើម្បីតវ៉ាសัญลักษณ์បៀតែមួយគត់និងមានឥទ្ធិពលបំផុតគឺប្រេងការគម្រាមបិទច្រកសមុទ្រហូម៉ូសនិងរុញតម្លៃប្រេងឡើងដល់$200គឺមិនមែនធ្វើឡើងដើម្បីតែវាយប្រហារអាមេរិកទេប៉ុន្តែវាគឺជាយុទ្ធសាស្ត្របើខ្ញុំស្លាប់អ្នកទាំងអស់គ្នាក៏ត្រូវតែរងរបួសធ្ងន់ដែរចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងសារព្រមាននេះគឺជាការដាក់សម្ពាធទៅលើរដ្ឋាភិបាលនៃបណ្ដាប្រទេសមូស្លីមជាពិសេសគឺបណ្ដាប្រទេសអ្នកមានប្រេងនៅតំបន់អារ៉ាប់ដូចជាអារ៉ាប៊ីសាអូឌីតអេមីរ៉េតអារ៉ាប់រួមនិងកាតាជាដើមលោកអ្នកសាកគិតមើលហេតុអ្វីបានជាអ៊ីរ៉ង់មិនព្រមានអាមេរិកផ្ទាល់បែរជាមកព្រមានប្រទេសជិតខាងទៅវិញនេះគឺជាយុទ្ធសាស្ត្រការទូតដ៏ប៉ិនប្រសប់អ៊ីរ៉ង់ដឹងថាប្រទេសអារ៉ាប់ទាំងនេះមានទំនាក់ទំនងល្អជាមួយវ៉ាស៊ីនតោនផងនិងកំពុងព្យាយាមរក្សាទំនាក់ទំនងល្អជាមួយខ្លួនផងអ៊ីរ៉ង់ចង់ផ្ញើសារថាណែពួកអារ៉ាប់គ្នាយើងបើអ្នកឯងមិនព្រមប្រើឥទ្ធិពលរបស់អ្នកឯងទៅនិយាយបញ្ចោឬដាក់សម្ពាធលើលោកដូណាល់ត្រាំនិងអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារមើលលើកងកម្លាំងរបស់ខ្ញុំទេខ្ញុំនឹងបង្កចលនានៅច្រកសមុទ្រហូម៉ូសនេះហើយប្រសិនបើច្រកសមុទ្រហូម៉ូសត្រូវបិទអ្នកដែលខាត់បងមុនគេមិនមែនអាមេរិកទេព្រោះអាមេរិកបច្ចុប្បន្នអាចផលិតប្រេងខ្លួនឯងបានច្រើនប៉ុន្តែអ្នកដែលរងគ្រោះជាងគេនោះគឺប្រទេសអារ៉ាប៊ីសាអូឌីតអេមីរ៉េតអារ៉ាប់រួមនិងគុយវ៉េតដែលមិនអាចចម្រាញ់ប្រេងខ្លួនឯងទៅលក់នៅលើទីផ្សារអន្តរជាតិបានសេដ្ឋកិច្ចរបស់ពួកគេនឹងគាំងដូច្នេះអ៊ីរ៉ង់កំពុងយកផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប់ទាំងនេះមកធ្វើជាចំណាត់ខ្មាំងដើម្បីបង្ខំឲ្យបណ្ដាប្រទេសទាំងនេះចេញមកធ្វើអន្តរាគមន៍ទប់ស្កាត់អាមេរិកនិងអ៊ីស្រាអែលនេះគឺជាការលេងអុកនយោបាយដ៏គ្រោះថ្នាក់បំផុតមួយនៅមជ្ឈមបូព៌ាដែលអ្នកជំនាញហៅថាការទូតបែបគម្រាមកំហែងហើយសារព័ត៌មានរុស្ស៊ី TR ចូលចិត្តណាស់នៅក្នុងការផ្សាយព័ត៌មានបែបនេះព្រោះរុស្ស៊ីខ្លួនឯងក៏ចំណេញដែរបើតម្លៃប្រេងឡើងថ្លៃនោះឥឡូវនេះយើងឈានដល់សំណួរដ៏សំខាន់បំផុតចុះប្រសិនបើការគម្រាមនេះខ្លាយជាការពិតតើនឹងមានរឿងអ្វីកើតឡើងបើប្រេងឡើងដល់$200ក្នុង1បារ៉ែលពេលបច្ចុប្បន្ននេះតម្លៃប្រេងប្រែប្រួលពី$80ទៅ$100ក្នុង1បារ៉ែលយើងរអ៊ូអំពីបញ្ហាទំនិញឡើងថ្លៃទៅហើយចូលទម្រាំដល់$200វាមិនមែនជាការឡើងថ្លៃធម្មតាទេវាគឺជារលកយក្សស៊ូណាមិសេដ្ឋកិច្ចពិភពលោកទី1វិបត្តិអតិផរណាពិភពលោកគ្រប់យ៉ាងនៅលើโลกនេះត្រូវការដឹកជញ្ជូនកប៉ាល់យន្តហោះរថយន្តដឹកទំនិញទាំងអស់ត្រូវការប្រេងពេលប្រេងឡើងថ្លៃគុណនឹង2តម្លៃដឹកជញ្ជូននឹងឡើងទ្វេដងម្ហូបអាហារគ្រឿងសំណង់សម្លៀកបំពាក់និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃនឹងហក់ឡើងកពពកដែលធ្វើឲ្យប្រជាជនសាមញ្ញមិនអាចទិញបានទី2ការដួលរលំនៅឧស្សាហកម្មធំរោងចក្រផលិតឧស្សាហកម្មជាច្រើននៅអឺរ៉ុបនិងអាស៊ីអាចនឹងត្រូវបង្ខំចិត្តបិទទ្វារព្រោះថ្លៃដើមផលិតខ្ពស់ពេកលក់មិនចេញមនុស្សរាប់លាននាក់នឹងបាត់បង់ការងារទី3វិបត្តិសេដ្ឋកិច្ចនៅកម្ពុជាងាកមកមើលប្រទេសកម្ពុជាយើងវិញកម្ពុជាជាប្រទេសនាំចូលប្រេងទាំងស្រុងប្រសិនបើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិឡើងដល់$200តម្លៃសាំងនៅតាមស្ថានីយ៍ក្នុងស្រុកអាចនឹងហក់ឡើងដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមកអាចជាង$7,000ទៅ$8,000រៀលក្នុង1លីត្រឬលើពីនេះអ្នករត់តាក់ស៊ីអ្នករត់កង់3រោងចក្រកម្មករកាត់ដេរនិងកសិករដែលប្រើប្រាស់ម៉ាស៊ីនបូមទឹកកសិកម្មទាំងអស់នឹងត្រូវរងសម្ពាធយ៉ាងធ្ងន់ធ្ងរទំនិញនៅលើទីផ្សារនឹងឡើងគ្រប់មុខប៉ះពាល់ដល់ក្រពះប្រជាជនគ្រប់រូបទី4អ្នកណាជាអ្នកចំណេញក្នុងវិបត្តិនេះ
អ្នកដែលសោយសប្បាយជាងគេគឺប្រទេសអ្នកផលិតប្រេងដែលមិនប្រើប្រាស់ច្រកសមុទ្រហូម៉ូសដូចជារុស្ស៊ីដែលកំពុងរងទណ្ឌកម្មនិងទទួលបានផលចំណេញយ៉ាងត្រាស់ក្រែពីការលក់ប្រេងរបស់ខ្លួននៅក្នុងតម្លៃថ្លៃដើម្បីបន្តផ្ដល់ហិរញ្ញប្បទានដល់សង្គ្រាមរបស់ខ្លួនសរុបសេចក្តីមកការព្រមានរបស់កងទ័ពអ៊ីរ៉ង់ដែលទម្លាយដោយសារព័ត៌មាន TR នេះមិនមែនគ្រាន់តែជាការគំរាមកំហែងផ្លូវមាត់ធម្មតាទេវាគឺជាការរំលឹកយ៉ាងច្បាស់អំពីពិភពលោកថាសន្តិភាពនៅមជ្ឈមបូព៌ាគឺជាដង្ហើមសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលសកម្មភាពរបស់លោកដូណាល់ត្រាំការវាយប្រហាររបស់អ៊ីស្រាអែលឬប្រតិបត្តិការឆ្លើយតបរបស់អ៊ីរ៉ង់គ្រាន់តែជាការចុចប៊ូតុងប៉ុណ្ណោះប៉ុន្តែអ្នកដែលទទួលរងការផ្ទុះនោះគឺប្រជាជនទូទាំងពិភពលោកដែលត្រូវរ៉ាប់រងលើតម្លៃទំនិញដ៏ថ្លៃកប់ពពកតើប្រទេសអារ៉ាប់ជិតខាងនឹងព្រមធ្វើតាមការគំរាមរបស់អ៊ីរ៉ង់ដើម្បីដាក់សម្ពាធទៅលើអាមេរិកដែរឬទេឬមួយស្ថានភាពនេះនឹងរុញច្រានឲ្យសង្គ្រាមតំបន់ទ្រង់ទ្រាយធំផ្ទុះឡើងតែម្ដងបងប្អូនប្រិមិត្តទស្សនិកជនយល់យ៉ាងណាដែរចំពោះបញ្ហានេះបាទអ្នកគិតថាអ៊ីរ៉ង់ពិតជាហ៊ានបិទច្រកសមុទ្រហូម៉ូសនេះមែនឬទេហើយតើអ្នកត្រៀមខ្លួនបែបណាខ្លះប្រសិនបើតម្លៃសាំងនៅស្រុកយើងពិតជាឡើងថ្លៃទ្វេដងនោះសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះទាំងអស់គ្នាប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចចុច like ចុច subscribe និង share វីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការបង្កើតវីដេអូថ្មីៗជាបន្តទៀតនៅពេលនេះសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្ត